ជាប់ព្រំប្រទល់ជាមួយនឹងប្រទេសវៀតណាមឲ្យយល់អំពីផែនទីឲ្យយល់អំពីព្រំដែនបាទចឹងដែលមានក្រុមអ្នកសារព័ត៌មានទៅកាលពីម្សិលមិញនឹងថាតើបាត់បង្ហាញយ៉ាងម៉េចខ្លះចំណុចព្រំដែនតាណាបាទហើយក៏មានការលើកឡើងរបស់អ្នកតំណាងរាស្ត្រស្នើសុំឲ្យលោកសំរងស៊ីលោកបង្ហាញនៅផ្ដល់នៅផែនទីដែលលោកថានឹងបានទិញពីប្រទេសបារាំងបាទដើម្បីរួមគ្នាពិនិត្យផ្ទៀងផ្ទាត់ទាំងអស់គ្នាកុំឲ្យបន្ទោសមួយទៅមួយបាទតបមកទៀតក៏មានរឿងរ៉ាវលោកអ្នកបានជ្រាបហើយកាលពីម្សិលមិញរឿងនៅឯតុលាការបាទនៅឯតុលាការអ្នកដែលពាក់ព័ន្ធតាក់ទងនឹងរឿងបាតកម្មដែលឈានដល់កុបកម្មហើយបានឲ្យនៅក្រៅឃុំបណ្ដោះអាសន្នប៉ុន្តែឥឡូវនេះតុលាការសម្រេចកាលពីម្សិលមិញឲ្យទៅនៅក្នុងឃុំវិញហើយថាតើឲ្យទៅនៅក្នុងឃុំនឹងដោយយោងទៅលើមាត្រាអីខ្លះចោតប្រកាន់ទៅលើបទអីខ្លះហើយទោសទណ្ឌប្រមាណបាទលើមាត្រាប្រមាណព្រោះទោសទណ្ឌវាមានពី7ឆ្នាំរហូតដល់20ឆ្នាំចា៎ក្នុងចំណោមសកម្មជនរបស់គណៈបកសង្គ្រោះជាតិចំនួន11នាក់បាទអញ្ចឹងលោកអ្នកនឹងជ្រាបព័ត៌មានទាំងអស់នេះខ្ញុំនឹងជម្រាបជូនអំពីព្រឹត្តិការណ៍នេះបាទប៉ុន្តែមុននឹងឈានចូលដល់រឿងនៅតុលាការហើយនឹងឈានចូលដល់រឿងសង្គមរបស់យើងទូទៅសូមកលេចទៅមើលរឿងការបង្ហាញបទបង្ហាញជុំវិញអំពីបញ្ហាព្រំដែននៅចំណុចខេត្តត្បូងឃ្មុំបាទកាលពីម្សិលមិញនេះលោកអ្នកក្រសួងការបរទេសកម្ពុជានិងសហប្រតិបត្តិការអន្តរជាតិដែលដឹកនាំដោយអៃដាមឡុងវេសឡូរដ្ឋលេខាធិការក្រសួងការបរទេសនិងអ្នកនាំពាក្យរបស់ក្រសួងការបរទេសដឹកនាំដោយក្រុមអ្នកកាសែតមួយក្រុមបានទៅធ្វើបទបង្ហាញនៅឯខេត្តត្បូងឃ្មុំបាទដើម្បីអញ្ជើញអាជ្ញាធរមូលដ្ឋានមានឃុំមានសង្កាត់មានស្រុកបាទមានខេត្តមកពន្យល់អំពីផែនទីបាទຂະຫນາດលើ 100,000 ដែលយើងមាននៅក្នុងដៃបាទផែនទីនេះគឺផែនទីដែលយើងមាននៅក្នុងដៃស្រាប់ដើម្បីឲ្យដឹងថាតើដីរបស់យើងនៅត្រង់ណាដីគេនៅកន្លែងណាហើយខាងតំណាងក្រសួងការបរទេសនេះចង់បង្ហាញឲ្យច្បាស់មែនតើនេះគឺចំណុចលោកអ្នកដែលធ្លាប់មានរឿងរ៉ាវដែលថាភាគីវៀតណាមបាញ់ថ្នាំសម្លាប់បាញ់ថ្នាំឲ្យងាប់ដំណាំរបស់ប្រជាកសិករនៅចំណុចភូមិជើងឃុំជាំស្រុកមេមត់ខេត្តត្បូងឃ្មុំបាទដែលក្នុងរង្វង់ដី 16.6 ហិកតាបាទអញ្ចឹងឥឡូវនេះខាងក្រសួងការបរទេសទៅពន្យល់យ៉ាងម៉េចហើយឲ្យមានសំណួរចម្លើយពីអាជ្ញាធរសួរកន្លែងណាឆ្ងល់សួរកន្លែងណាមិនដឹងត្រូវសួរហើយខាងក្រសួងការបរទេសដែលមានឯកសារគ្រប់គ្រាន់និងផែនទីនៅនឹងដៃសូមពន្យល់បាទនេះគឺខាងប៉ូលីសនៅព្រំដែនផងខាងទាហាននៅព្រំដែនផងខាងច្រកនៅទីនោះផងដើម្បីឲ្យគាត់យល់ណាហើយនេះរូបភាពដែលថាតាក់ទងនឹងរឿងជីកស្រះចូលក្នុងដីខ្មែរនៅខាងរតនគិរីបាទព្រោះក្រសួងការបរទេសនឹងទៅធ្វើការពន្យល់ជាមួយនឹងអាជ្ញាធរឲ្យយល់នៅចំណុចនីមួយៗដើម្បីឲ្យច្បាស់ហើយអាជ្ញាធរពេលដែលបានទទួលការពន្យល់និងបទបង្ហាញពីក្រសួងការបរទេសហើយថ្នាក់ឃុំថ្នាក់ស្រុកថ្នាក់ខេត្តត្រូវពន្យល់អំពីប្រជាពលរដ្ឋឲ្យដឹងបាទនេះពន្យល់តគ្នាឬហៅថាបង្រៀនតគ្នាបាទព្រោះពលរដ្ឋគាត់នៅក្នុងរដូវនេះគាត់រវល់ហើយបាទរវល់រដូវវស្សាបើអ្នកចំការគឺរវល់ចំការហើយបាទឥឡូវខាងក្រសួងការបរទេសគាត់លើកឡើងយ៉ាងម៉េចក្រសួងការបរទេសគាត់បានពន្យល់អំពីផែនទី1លើ 100,000 ដើម្បីប្រាប់ទៅខាងអាជ្ញាធរមូលដ្ឋានមានទាំងច្រកព្រំដែនមានទាំងនៅតាមបណ្ដានៅតាមខេត្តឃុំស្រុកខណ្ឌបាទឲ្យគាត់យល់ដែលជាចំណុចភូមិសាស្ត្រដោយផ្ទៀងផ្ទាត់ទៅលើផែនទី1លើ 100,000 ភូមិសាស្ត្រឥណ្ឌូចិនបាទយកអានឹងមកពន្យល់សិន
bà phần tay bờ sân chỉ miên phèn ti đôi đây là dầm này đại chuồn dụ đoàn tây ban chay pi UN đôi cờ sông cây hạ ca pi bản đa bờ tây hàm nay chủ nôn bấy bờ miên là nông một tiết tiên tuột và thèm đầm bay ơi vì cho ba càng ở kia áp tiên tuột đi viên mình men chấm nanh từ lư mà nè na mà càng thế cứ ban đây ta chấm nanh từ ở kia đời xa thầy dương trong dốc phèn ti ru mui đại dương ai gặp phim này ta nên nè nơi dụ ấn chặt tung ta chia phèn ti chia cần đa muối